យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន Axios លោកប្រធានាធិបតី Donald Trump បានធ្វើការទំនាក់ទំនងទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីស្នើឲ្យអ៊ីស្រាអែលដកកងកម្លាំងយោធារបស់ខ្លួនចេញពីទឹកដីប្រទេសស៊ីរីនិងប្រទេសលីបង់ការស្នើនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចុះកម្ដៅនៃភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីស្វែងរកស្ថិរភាពយូរអង្វែងលោក Donald Trump បានសង្កត់ធ្ងន់ក្នុងកិច្ចសន្ទនានោះថាការបន្តរក្សាវត្តមានកងទ័ពនៅក្នុងប្រទេសទាំងពីរនេះនឹងបង្កើនហានិភ័យនៃការផ្ទុះជម្លោះយោធាទ្រង់ទ្រាយធំដែលអាចប៉ះពាល់ដល់ស្ថិរភាពទាំងមូលនៃតំបន់យ៉ាងណាក៏ដោយរបាយការណ៍ខាងលើមិនបានបង្ហាញពីព័ត៌មានលម្អិតថាតើលោក Trump បានកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ដំណើរការដកកងទ័ពនេះឬក៏យ៉ាងណានោះទេទន្ទឹមនឹងនេះរដ្ឋបាលអាមេរិកកំពុងព្យាយាមយ៉ាងសកម្មក្នុងការរក្សាទំនាក់ទំនងជាមួយលោក Netanyahu ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីទប់ស្កាត់ការរាលដាលនៃសង្គ្រាមនិងជំរុញឲ្យមានដំណោះស្រាយតាមផ្លូវទូតរហូតមកទល់ពេលនេះទាំងការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងរដ្ឋបាលរបស់សហរដ្ឋអាមេរិកនៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការដើម្បីបញ្ជាក់ឬបដិសេធចំពោះរបាយការណ៍របស់ Axios នេះនៅឡើយទេអ្នកសង្កេតការណ៍នយោបាយជាច្រើនកំពុងរងចាំមើលថាតើអ៊ីស្រាអែលនឹងសម្រេចចិត្តឆ្លើយតបយ៉ាងដូចម្តេចចំពោះសំណើរបស់អាមេរិកស្របពេលដែលស្ថានភាពសន្តិសុខនៅតាមព្រំដែនប្រទេសស៊ីរីនិងលីបង់កំពុងមានភាពផុយស្រួយខ្លាំង